នេះគឺជាទឹកជ្រោះជ្រាវដែលនៅជាន់ទី3បងប្អូននៅជាន់ទី3ហើយខាងក្រោយខ្ញុំនោះគឺមានចាក់ស្ដែងទៅមានទឹកប្រហែលជាកន្លះថ្លុកដែរមានទឹកប្រហែលជាកន្លះថ្លុកដែរអញ្ចឹងអាចឲ្យយើងងូតទឹកលេងដុសសាប៊ូលុញឃ្លីអីផ្សេងបានបងប្អូនបើនៅខាងក្រោមគឺមានភ្ញៀវច្រើនដោយសារតែពួកគាត់មកជាលក្ខណៈគ្រួសារអីផ្សេងអញ្ចឹងទៅគាត់មកគ្នាច្រើនអ្នកខ្លះមកជាឡានអីផ្សេងអញ្ចឹងគាត់មានក្មេងតូចផងមានមនុស្សចាស់ផងគឺគាត់នៅត្រឹមជាន់ទី1ទេហើយជាន់ទី1គឺមនុស្សច្រើនមែនតើហើយទឹកវារៀងមានច្រើនបន្តិចខុសពីជាន់ទី3បើជាន់ទី3នេះគឺអត់សូវមានទឹកហូរហ្មងទេប៉ុន្តែបើសិនជានិយាយពីអ៊ូអគឺមិនអ៊ូអទេសម្រាប់បងប្អូនអ្នកត្រូវការភាពស្ងប់ស្ងាត់អីផ្សេងមកជាន់ទី3ខ្ញុំរីខមមិនប៉ុន្តែបើសិនមកជាន់ទី3អ្នកទាំងអស់គ្នាត្រូវមានសម្ភារៈការពារទឹកភ្លៀងដូចជាថង់ផ្លាស្ទិកឬក៏កាបូបដែលអត់ត្រូវទឹកភ្លៀងអីផ្សេងហ្នឹងអាចយកត្រៀមទុកទៅព្រោះនៅពេលដែលអ្នកទាំងអស់គ្នាមកមានសម្ភារៈមួយចំនួនគឺអ្នកទាំងអស់គ្នាមិនត្រូវការឲ្យវាសើមទេដូចជាឧបករណ៍ទូរស័ព្ទឧបករណ៍អេឡិចត្រូនិកអីផ្សេងសម្លៀកបំពាក់អីផ្សេងហ្នឹងគឺថាត្រៀមទុកជាមួយនឹងខោអាវទាំងអស់ហ្នឹងទៅអញ្ចឹងទីនេះគឺជាន់ទី3បាទជាន់ទី3អញ្ចឹងកញ្ចុះក៏អត់មានអីកញ្ចុះក៏អត់មានកន្លែងជ្រកហ្នឹងក៏អត់មានដែរប៉ុន្តែអាចនិយាយបានថាទេសភាពសម្រាប់បងប្អូនអ្នកត្រូវការភាពស្ងប់ស្ងាត់អីផ្សេងហ្នឹងគឺអាចមកទីនេះបាននេះមាននេះបងបញ្ញាគេហៅគាត់កំពុងតែឈៀលនឹងជីវិតរបស់គាត់មែនតែម្ដងឥឡូវហ្នឹងគឺគាត់ទិញអីគេដាក់ព្រាអូនេះដាក់អំបិលមកដាក់មិនអត់ហ្នឹងអត់អានេះពធាបងប្អូនទៀតទៀតមកទៀតអ្នកលក់គាត់តស៊ូយកទៅលក់នៅបន្តហើយខាងលើហ្នឹងមានធីមគេមកធីមហើយនៅខាងក្រោមនេះនៅខាងក្រោមខ្ញុំនេះក៏មានមួយធីមដែរគាត់កំពុងតែគេហៅថាថតរូបលេងកំសាន្តណាតែគាត់មកពីជាន់ក្រោមទេអូខេបងប្អូនរីករាយចុងសប្តាហ៍ជូនពរអ្នកទាំងអស់គ្នាដំណើរកំសាន្តទីចិត្តទីឆ្ងាយសុវត្ថិភាពទាំងទៅទាំងមកសង្ឃឹមថាបន្ទាប់ពីបានដើរលេងកំសាន្តនៅរមណីយដ្ឋាននានាក្នុងប្រទេសជាតិកម្ពុជាហើយទៅដល់ផ្ទះវិញមានស្នាមញញឹមមានកម្លាំងប្រឹងធ្វើការប្រឹងរកស៊ីទាំងអស់គ្នាបាយបងប្អូន